Và chỉ số một lầnนี้ngàyนี้យើងចូលដល់ part 7បាទភាគទី7គឺយើងរៀនអំពី sound number 13របស់ letter A អញ្ចឹងក្នុង sound number 13នេះគឺយើងនិយាយពី A plus P មានន័យថា A together with P វា combine ចូលគ្នាបង្កើតបានទៅជា sound app app បាទដូចជានេះ app lab បាទយើងបកផ្លូវ r app rap បាទបែរទៅជាចម្រៀង rap អីហ្នឹងណាបងប្អូនបាទ g g g ណា g app gap gap បាទ gap មានថាយើងចន្លោះដូចជាយើងក្នុងលំហាត់អីគេឲ្យយើង fill in the gap មានន័យថាបំពេញចន្លោះណាបងបាទn app nap បាទ nap បាទយើងគេងមួយស្របក់យើងគេងពេលថ្ងៃណាទៅយើងបន្ទាប់ពីញ៉ាំបាយហើយយើង take a nap បាទយើងបែរថាគេងមួយស្របក់អូខេc app cap បាទ cap យើងបកប្រែថាមួកកន្ទប់មួកយើងពាក់មួកកន្ទប់ណា cap ណា m app map map បាទ map បកថាផែនទីបាទដែលយើងមានឥឡូវយើងមាន Google Map ហ្នឹងបងពេញនិយមហ្នឹងអូខេទៅទៀត t app tab បាទ tab យើងបកក្បាលរមណីបាទរមណីទឹកឬក៏មួយទៀតយើងអាចបកប្រែថាប៉ះក៏បាន tab on it ទៅប៉ះវាណាបាទ next one consonant blend បាទអញ្ចឹងយើងប្រកបចូលគ្នាមក t t r ថនឹងរ tr tr app trap បាទ trap យើងបកប្រែថាតាក់បាទដាក់តាក់បាទដាក់តាក់កដោនេះណាបាទ c k l l ខនឹងល cl បាទ cl app clap បាទ clap យើងបកប្រទេសដៃថាគ្រូគាត់ព្រៀនណា clap your hand ផ្ទះដៃណាអូខេលេខមើលទីហោមកណា you can sit on my lap បាទមានន័យថាអ្នកអាចអង្គុយនៅលើផ្លូវរបស់ខ្ញុំបាននេះគាត់និយាយទៅកាន់ឆ្មាអញ្ចឹងណាឆ្កែហើយទៀត there is a trap on the tap បាទ trap មានបានតាក់ណាបាទមាន there is បើថាមាន a trap បាទមានតាក់មួយ on the tap នៅលើក្បាលរមណីទឹកនេះណាគេឲ្យយើងប្រុងប្រយ័ត្នណាបើកទឹកមកត្រូវអូខេទៀត don't take a nap on the map បាទមានន័យថាកុំគេង take a nap យើងឲ្យបកប្រែថាគេងថ្ងៃសម្រាប់ដល់ការគេងថ្ងៃកុំគេងនៅលើផែនទីនេះ don't take a nap on the map អូខេ good តាបងប្អូនយើងចូលដល់ sound number 14 sound number 14 គឺ a plus r a r គឺ sound ដូច r r ណាឧទាហរណ៍ f r far បាទ far យ៉ាងឆ្ងាយថា go far away ចឹងទៅឆ្ងាយបាទ m art mart បាទ mart យើងបកប្រែថាហាងទំនិញហាងលក់ទំនិញ f art fat បាទ fat យើងបកប្រែថាផោមណា b ark bark bark បាទបើឆ្កែព្រូ st r star 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 យ៉ាងហ្នឹងហ្មងណាផ្កាយបាទទៀត st art start 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 វាចាប់ដើមយើង start អូខេ s និង k sk sk r scar scar ណា scar យើងបែរស្លាកស្នាមបាទយើងរបួសអីមួយយើងមានស្លាកស្នាមណា sk f scarf បាទ scarf scarf យើងបកថាក្រមាណាអ្នកខ្លះហៅកសែងណាបាទអូខេអញ្ចឹងយើងមាន note មួយមកណា note ចំពោះអក្សរ AR នេះសំឡេង AR នេះនឹងប្រែទៅជាសំឡេង R វិញនៅពេលដែលវាជួបមួយអក្សរ W ណាដូចជាពាក្យនេះយើងអត់អានថាវ៉ាទេយើងរៀនមក AR សន R ប៉ុន្តែដល់ពេលជួប W វាទៅជា R វិញណាបងប្អូនចឹងអានថា war អត់អានថាវ៉ាទេណាអានេះ war ណា warn warn បែរទៅពមៀនតែយើងធ្វើខុសមួយគឺមេពមៀនយើងបាទនេះ warm warm បាទ warm បកថាកក់ក្ដៅណាបងបាទអូខេឥឡូវយើងមើលឧទាហរណ៍ទៀតនេះ my dog barks when it sees the star អូខេមានន័យថាឆ្កែរបស់ខ្ញុំព្រោះនៅពេលដែលវាឃើញផ្កាយអូខេបាទហើយទៀតthe mart is far from my house បាទ the mart is far from my house មានន័យថាមានន័យម៉េចបងបាទហាងលក់ទំនិញហ្នឹងគឺវានៅឆ្ងាយពីផ្ទះរបស់ខ្ញុំបាទអូខេបាទអញ្ចឹងមេរៀន part
7នេះគឺយើងបញ្ចប់តែប៉ុណ្្នឹងសិនមកណាយើងនឹងបន្ត part 8នឹងបន្តទៀតហើយបើសិនជាបងប្អូនចាប់អារម្មណ៍ចង់រៀនតែអនឡាញអាចចុះឈ្មោះបានណាយើងរៀនមានកម្រិតដំបូងមធ្យមនិងកម្រិតខ្ពស់អូខេអរគុណច្រើនបងប្អូនណា